បាទបងប្អូនប្រហែលជាតាមដានឬពាក់ព័ន្ធនឹងបញ្ហាជាមួយរវាងប្រទេសកម្ពុជានិងជាមួយប្រទេសថៃរវាងបញ្ហាព្រំដែនហើយកាលពីយប់មិញម៉ោង 12 សម្ដេចតេជោលោកបានចេញសារមួយដែលពាក់ព័ន្ធទៅនឹងការបិទច្រកព្រំដែនគ្រប់កន្លែងដែលកាត់ឡើងដោយសារភាគីថៃនឹងបិទមុនហើយសម្ដេចតេជោលោកបានបញ្ជាក់ហើយប្រសិនបើខាងភាគីថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលត្រឡប់មកស្ថានភាពដើមវិញទេគឺសម្ដេចមាន6ចំណុចក្នុងការឆ្លើយតបទៅនឹងភាគីថៃវិញហើយ6ចំណុចនោះខ្ញុំសូមលើកឡើងម្ដងមួយចំណុចដែលពាក់ព័ន្ធជាមួយនឹងរឿងបញ្ហាបិទច្រកព្រំដែនប៉ុន្តែសូមបញ្ជាក់តិចបងប្អូនរឿងបិទច្រកព្រំដែនហ្នឹងមិនមែនភាគីកម្ពុជានឹងបិទមុនទេគឺភាគីខាងថៃហ្នឹងគេបិទមុនគេគំរាមយើងម្ដងហើយម្ដងទៀតអញ្ចឹងទេកាលពីយប់មិញម៉ោង 12 នោះសម្ដេចតេជោលោកចេញសារហើយប្រាប់ឡើងសម្ដេចក៏ចេញជាវីដេអូឆ្លើយតបទៅនឹងភាគីថៃហើយប្រសិនបើភាគីថៃហ្នឹងមិនកែប្រែคลายតំបន់ច្រកទ្វារព្រំដែនគ្រប់កន្លែងហ្នឹងឲ្យទៅជាស្ថានភាពដើមទេសម្ដេចមានតែធ្វើការ6ចំណុចហើយ6ចំណុចនោះទី1ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថាឈប់ប្រើទំនិញថៃជំនួសដោយការប្រើទំនិញក្នុងស្រុកនិងទំនិញមកពីប្រទេសជិតខាងក្រៅពីថៃហើយទី2ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុកហើយចំណុចទី3គឺបង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃមករកមន្ទីរពេទ្យក្នុងស្រុកឬទៅប្រទេសផ្សេងវិញហើយចំណុចទី4ត្រៀមទទួលយកនិងដោះស្រាយការងារជូនពលករដែលវិលត្រឡប់ពីប្រទេសថៃហើយកម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្មទាំងក្នុងវិស័យកសិកម្មនិងសំណង់រាប់សិបម៉ឺនកន្លែងហើយបងប្អូនពលករអាចចាក់ចេញមកកម្ពុជាមុនថៃបណ្ដេញចេញដែលពេលនេះកំពុងទទួលការមើលងាយនិងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួនហើយទី4កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម24ម៉ោងលើ24ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានបងប្អូនចំណុចទី5នេះគឺចំណុចសំខាន់តែហ្មងហើយចំណុចទី5នេះគឺសម្ដេចចេញសារមួយឲ្យកងប្រដាប់អាវុធទាំងអស់ដែលប្រចាំការនៅព្រំដែនត្រូវត្រៀម24ម៉ោងលើ24ម៉ោងក្នុងការឆ្លើយតបទៅនឹងថៃក្នុងការឈ្លានពានបូរណភាពទឹកដីខ្មែរហើយចំណុចទី6បណ្ដាខេត្តនៅជិតព្រំដែនត្រូវត្រៀមជំនះប្រជាជនចេញមកកាន់តំបន់មានសុវត្ថិភាពនិងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈចាំបាច់ផ្សេងទៀតប៉ុន្តែសម្ដេចបានសំណូមពរអំពាវនាវដល់បងប្អូនជនរួមជាតិនឹងសូមកុំឲ្យធ្វើអំពើជ្រុលនិយមដោយខាងបាតកម្មប្រជាជនថៃដូចប្រជាជនថៃដែលធ្វើបាតកម្មនៅមុខទូតថៃនៅប្រទេសថៃទូតខ្មែរនៅប្រទេសថៃអញ្ចឹងទេសម្ដេចសូមអំពាវនាវសូមឲ្យបងប្អូនកុំធ្វើអីលើសពីហ្នឹងអញ្ចឹងសូមឲ្យបងប្អូនយើងនៅឲ្យស្ងៀមស្ងាត់ការងារហ្នឹងទុកឲ្យរដ្ឋាភិបាលធ្វើការហើយសម្ដេចផ្ដាំហើយថាការណាប្រជាជនយើងធ្វើដូចប្រជាជនថៃឬអោងពូជសាសន៍ហ្នឹងវាមិនល្អទេយើងសុខចិត្តរក្សានៅស្ងៀមស្ងាត់ទៅពីព្រោះអីប្រទេសខ្មែរយើងប្រទេសកម្ពុជាយើងគឺមានឈ្មោះមួយថាគឺជាប្រជាជនដែលចង់បានសន្តិភាពស្រឡាញ់សន្តិភាពគឺប្រជាជនមានភាពរស់រាយរាក់ទាក់សភាពរក្សាអញ្ចឹងហើយបានសម្ដេចចង់ឲ្យខាងបងប្អូនប្រជាពលរដ្ឋខ្មែរយើងក្នុងប្រទេសហ្នឹង
ទាំងក្នុងប្រទេសទាំងក្រៅប្រទេសហ្នឹងកុំធ្វើការអីធ្វើប្រឆាំងបាតកម្មនៅមុខដ្ឋានទូតថៃប្រចាំនៅប្រទេសកម្ពុជាអីគឺសម្ដេចមិនចង់ឲ្យមានចឹងទេហើយរឿងនេះសម្ដេចលោកបានហើយថាទុកឲ្យការងារនេះឲ្យខាងរាជរដ្ឋាភិបាលលោកដោះស្រាយដោយសន្តិវិធីជាមួយខាងថៃប៉ុន្តែបើសិនបើករណីណាមួយគឺខាងកងប្រដាប់អាវុធរបស់កម្ពុជាយើងគឺប្រចាំការត្រៀម24ម៉ោងលើ24ម៉ោងក្នុងការឆ្លើយតបទៅខាងភាគីថៃវិញហើយចឹងទេសូមបងប្អូនទាំងអស់មេត្តាកុំបង្ហោះព័ត៌មានคล้ายពីព្រោះអីខ្ញុំសង្កេតឃើញឥឡូវនេះមានបងប្អូនខ្លះshareព័ត៌មានคล้ายពីខាងសកម្មជនគណៈបកប្រឆាំងនៅក្រៅប្រទេសហើយខ្ញុំឃើញ account មួយខ្ញុំបញ្ជាក់តិចទៅ account មួយឈ្មោះច័ន្ទណាហើយគាត់ប្រហែលជា account ហ្នឹងនៅខេត្តត្បូងឃ្មុំហើយគាត់តែងតែ share ព័ត៌មានคล้าย share ព័ត៌មានដែលចោទប្រកាន់លៀបពណ៌មកលើរាជរដ្ឋាភិបាលហើយនឹងឃើញគាត់ share រឿងព័ត៌មានវាយប្រហារដល់រាជរដ្ឋាភិបាលហើយចឹងទេខ្ញុំសូមសំណូមពរដល់មន្ត្រីដែលពាក់ព័ន្ធនៅខេត្តត្បូងឃ្មុំមេត្តាស្រាវជ្រាវ account Facebook មួយដែលឈ្មោះច័ន្ទណាពីព្រោះអីឃើញជេររាជរដ្ឋាភិបាលហើយនឹងប្រមាថដល់សម្ដេចបវរធិបតីសម្ដេចតេជោហើយពេលកន្លងមកនោះឃើញឆាតមកឆាតផ្ទាល់ខ្លួនខ្ញុំទៀតជេរសម្ដេចតេជោជេរសម្ដេចបវរធិបតីរួមទាំងជេរខ្ញុំទៀតប៉ុន្តែខ្ញុំបានប្រាប់គាត់ទៅវិញដែរថាកុំធ្វើអីឲ្យហួសពីព្រំដែនបើថានិយាយអីឬចង់បញ្ចេញមតិអីនិយាយមុននឹងគិតមុននឹងនិយាយអីគឺគិតឲ្យពិចារណាឲ្យបានវែងឆ្ងាយអញ្ចឹងទេសូមបងសមត្ថកិច្ចនៅខេត្តត្បូងឃ្មុំមេត្តាចាត់ចែងតាមវិធានការផងបើថាមិនចឹងទេគាត់នៅតែបង្ហោះព័ត៌មានផ្សព្វផ្សាយព័ត៌មានคล้ายហើយព័ត៌មានដែលចោទប្រកាន់មកលើរាជរដ្ឋាភិបាលហើយនឹងព័ត៌មានបំបាក់ទឹកចិត្តបងប្រដាប់កម្លាំងប្រដាប់អាវុធដែលឈរជើងការពារព្រំដែនសពថ្ងៃនេះអញ្ចឹងហើយសូមបងប្អូនអស់កុំមានការភ័ន្តច្រឡំឬក៏ឃើញព័ត៌មានដែលផ្សព្វផ្សាយលៀបពណ៌មកលើរាជរដ្ឋាភិបាលហើយនឹងញុះញង់អញ្ចឹងទេកុំជឿសោះបើសំខាន់យ៉ាងគេបងប្អូនអាចស្ដាប់ព័ត៌មានដែលទុកចិត្តពីរាជរដ្ឋាភិបាលក៏អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលដែលបានបកស្រាយក៏អីបងប្អូនអាចនេះបានតែកុំឲ្យសោះកុំជឿព័ត៌មានបែបញុះញង់អាណាបងប្អូនជឿអញ្ចឹងលក្ខណៈគេប្រឆេះឲ្យយើងឆេះទៅឆ្លោះតែគ្នាឯងបែកបាក់សាំគ្នាឯងផ្ទៃក្នុងខ្មែរថៃនោះក៏វាយចិត្តដែរគេគ្រាន់តែបញ្ចេញសារលក្ខណៈបែបថាIT ថាបកផ្សព្វផ្សាយបែបឃោសនាប៉ុន្តែគេមានបកប្រែជាភាសាខ្មែរខាងភាគីថៃអញ្ចឹងហើយគេចោទប្រកាន់ថាខាងទាហានយើងដកទ័ពចេញពីតំបន់4តំបន់ហ្នឹងហើយដើម្បីអីដោយសារខ្លាចភាគីថៃវាយលុកអីណាតែរឿងហ្នឹងស្ទើរមិនពិតទេសតែរឿងចោទប្រកាន់រួចហើយឃើញខាងគណៈបកប្រឆាំងនោះសៀរឿងហ្នឹងសៀហើយបរហោះមកចោទប្រកាន់រាជរដ្ឋាភិបាលហើយនឹងចោទប្រកាន់មកលើក្រសួងការពារជាតិថាខ្លាចអំណាចខាងថៃតាមពិតជាក់ស្ដែងបងកងប្រឡាប់អាវុធឈរតំបន់ដែលមានចំនួនហ្នឹងតែប្រចាំការនៅខាងដីរបស់ខាងយើងទេមិនមែនថាទៅឈរខាងដីភាគីថៃទេគឺឈរកន្លែងចាស់និយាយរួមទៅប្រចាំការនៅកន្លែងចាស់ដែលមានបញ្ហាដែលផ្ទុះថ្ងៃទី28ហើយចឹងទេចុងក្រោយសូមបងប្អូនទាំងអស់មេត្តារួបរวมគ្នាសាមគ្គីគ្នាខ្មែរនិងខ្មែរគ្មានអ្នកណាប្រសើរជាងខ្មែរស្រឡាញ់ខ្មែរទេហើយមានតែយើងទេរួបរวมគ្នាហើយ
ការពារសន្តិភាពហើយនឹងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីនិងសម្ដេចតេជោដើម្បីការពារបូរណភាពទឹកដីហើយនឹងអភិវឌ្ឍប្រទេសជាតិ